ជំរាបសួរបងប្អូនថ្ងៃនេះយកកូនចេញពីសាលាហើយក៏នឹកឃើញចង់ថតទស្សនភាពក៏ដូចជាសកម្មភាពសាលារៀនថ្នាក់វិទ្យាល័យនៅសហរដ្ឋអាមេរិកឲ្យបងប្អូនបានឃើញបន្តិចណាឥឡូវនេះវាជិតចូលដល់ខែក្តៅហើយអញ្ចឹងសម្បូរសកម្មភាពតាក់ទងនឹងរឿង outdoor នៅខាងក្រៅណាហើយចង់បញ្ជាក់ប្រាប់ថានៅសហរដ្ឋអាមេរិកបងប្អូនកូនសិស្សដែលរៀនថ្នាក់វិទ្យាល័យគឺខាងសាលាតម្រូវឲ្យយើងត្រូវតែជ្រើសរើសយកមុខវិជ្ជាមួយក្រៅអំពីមុខវិជ្ជារៀនដែលយើងរៀនសប្តាហ៍ថ្ងៃហ្នឹងណាក្នុងនោះរួមមានកីឡាឬមួយក៏សិល្បៈឬមួយក៏តន្ត្រីឬមួយក៏ការចូលរួមក្នុងសង្គមផ្សេងៗណាហេតុផលដែលគេធ្វើនេះគឺដោយសារតែគេអត់ចង់ឲ្យកូនក្មេងគិតតែពីរៀនតែមួយមុខណាកំចង់មិនចង់ឲ្យគាត់ដូចថាធុញថប់ឬមួយក៏ stress ជាមួយនឹងការរៀនសូត្រដើម្បីឲ្យគាត់បាន relax ខ្លះអញ្ចឹងណាហើយមួយវិញទៀតក៏ជួយដើម្បីឲ្យពួកគាត់នឹងបានមានទំនាក់ទំនងល្អជាមួយនឹងមិត្តភ័ក្តិក៏ដូចជាសង្គមនៅខាងក្រៅអញ្ចឹងកូនសិស្សទាំងអស់គឺត្រូវតែចូលរួមនៅសកម្មភាពទាំងអស់នេះលើកលែងតែកូនសិស្សខ្លះដែលថាគាត់មានជំងឺឬមួយក៏កាយសម្បទាគាត់មិនសូវល្អអីចឹងទៅមានបញ្ហាទាំងអស់ហ្នឹងអញ្ចឹងគាត់អាចនឹងមិនចូលរួមបានហើយអ្វីដែលគាត់ចូលរួមទាំងអស់នេះសកម្មភាពទាំងអស់នេះគឺសិតតែត្រូវបានគាត់ចូលទៅក្នុងសកម្មភាពប្រចាំនៅក្នុងការរៀនសូត្ររបស់ពួកគាត់ណាគាត់អាចបន្ទុកឬមួយក៏ credit ល្អទៅតាមនឹងអញ្ចឹងទៅហើយបើយើងនិយាយអំពីជុំវិញសាលារៀននៅសហរដ្ឋអាមេរិកនេះវិញគឺអត់មានទេបងប្អូនអើយរឿងកន្លែងដូចថាដែលពង្វក់កូនក្មេងកន្លែងលេងហ្គេមឬមួយក៏អី karaoke ឬមួយក៏អីគឺអត់មានទេដោយសារតែធម្មតាបងប្អូនកូនក្មេងមិនថាសាសនាភាសាសាសនាឲ្យតែថាមានអីដែលវាពវក់ហ្នឹងគឺវាដឹងតែវក់ទៅតាមហ្នឹងឯងអញ្ចឹងកូនក្មេងនៅអាមេរិកក៏ដូចគ្នាដែរកូនក្មេងខ្លះបើថាក្រៅអំពីការរៀនពេលដែលទៅនេហ្នឹងគឺប្រកាសណាស់ថាដឹងតែលេងហ្គេមឬមួយក៏ដើរលេងឬមួយក៏សេពគប់អីមនុស្សខុសពួកម៉ាអីផ្សេងអញ្ចឹងណាអញ្ចឹងខាងសាលារៀនគេចេះតែបង្កើតនៅកម្មវិធីទាំងអស់ហ្នឹងឲ្យកូនសិស្សហ្នឹងគាត់បានចូលរួមអញ្ចឹងទៅហើយសកម្មភាពកីឡាហ្នឹងគឺមានគ្រប់សពទាំងអស់គ្រប់ប្រភេទកីឡាទាំងអស់បងប្អូនអើយអ្នកណាចង់លេងអីអ្នកណាចង់ធ្វើអីគឺធ្វើទៅហើយមួយឆ្នាំគេតែងតែមានការប្រកួតប្រជែងដូចថារវាងថ្នាក់រវាងសាលានិងសាលាអីចឹងណាគេជ្រើសរើសយកអ្នកដែលមានទេពកោសល្យល្អអញ្ចឹងទៅហើយបើយើងនិយាយពីនៅសហរដ្ឋអាមេរិកនេះវិញគឺគេអត់ដែលគិតថាក៏កូនក្មេងនឹងរៀនប៉ាកែតតកូនក្មេងនឹងខ្លាំងបានគេទៅសើបានអីទេដោយសារតែគេយល់ឃើញថាក្មេងៗម្នាក់មនុស្សមួយគឺសិតតែមានសមត្ថភាពសិតតែមានភាពប៉ិនប្រសប់នោះគឺផ្សេងគ្នាកូនក្មេងខ្លះគាត់អត់សូវប៉ាកែក្នុងការរៀនសូត្រទេក៏ប៉ុន្តែគាត់អាចប៉ាកែខាងផ្នែកកីឡាឬមួយក៏ខាងផ្នែកសិល្បៈឬមួយក៏ខាងផ្នែកអីផ្សេងទៀតចឹងទៅអញ្ចឹងបើសិនជាគេមើលឃើញថាគាត់ប៉ាកែខាងផ្នែកអីខាងសាលាឬមួយក៏អាណាព្យាបាលគឺគេនឹងបដោះបដាលកូនហ្នឹងគឺឲ្យទៅតាមនឹងចឹងទៅព្រោះដោយសារតែនៅសហរដ្ឋអាមេរិកនេះបងប្អូនមិនមែនថាតើថាយើងរៀនប៉ាកែតើថាយើងទៅធ្វើការងារធំមិនយើងបានលុយច្រើននោះទេយើងទៅធ្វើការងារអីក៏ដោយឬក៏យើងនៅក្នុងវិស័យអីក៏ដោយកីឡាឬមួយក៏សិល្បៈឬមួយក៏អីក៏ដោយសំខាន់ឲ្យតែថាយើងចេះឲ្យប៉ាកែយើងខ្លាំងជាងគេយើងប្រកាសជាអាចរកចំណូលបានរកលុយបានច្រើនដូចគេដោយឯងដែលធ្វើការនៅដូចថានៅក្រុមហ៊ុនឬមួយក៏នៅកន្លែងផ្សេងៗទៀតអញ្ចឹងលេងកីឡាល្បីនៅសហរដ្ឋអាមេរិកមិនថាបាល់ទាត់បាល់បោះបាល់ឱបអីផ្សេងនេះគឺសិតតែរើសចេញពីថ្នាក់វិទ្យាល័យឬមួយក៏មហាវិទ្យាល័យហ្នឹងទៅដូចថាពេលដែលកូនក្មេងហ្នឹងគាត់លេងអញ្ចឹងទៅគេមើលណាគេចាប់ដើម select មើលណាថាអូគាត់នៅក្នុងពេលនេះគាត់ប៉ាកែប៉ុណ្នេះអញ្ចឹងទៅគាត់មានទេពកោសល្យកម្រិតណាអញ្ចឹងណាហើយអញ្ចឹងដល់ពេលដែលប្រកួតប្រជែងមែនតើហ្នឹងគឺគេត្រូវទិញគាត់ចូលក្នុងក្លឹបឬមួយក៏នៅក្នុងក្រុមល្បីអីអញ្ចឹងណាបានប្រាក់ឈ្នួលមួយឆ្នាំរាប់ម៉ឺនរាប់សែនរាប់លានដុល្លារអញ្ចឹងមិនប្រកាសថាតើតាហ៊ានប៉ាកែតើតាដូចថាបានលេខ1បានលេខ2នោះបានមានលុយច្រើននេះអត់ទេឲ្យតែថាយើងប៉ាកែខាងអីប៉ាកែឲ្យពិតប្រកបអញ្ចឹងណាបាល់បោកបាល់ទះបាល់ទាត់អីផ្សេងអញ្ចឹងទៅដែលឡែកសម្រាប់កូនសិស្សដែលអត់បានលេងកីឡាទាំងអស់ហ្នឹងឬមួយក៏កូនក្មេងដែលបានលេងកីឡាក៏ដោយចុះគឺកូនក្មេងហ្នឹងគឺត្រូវតែតម្រូវឲ្យគាត់ចូលរួមក្នុងសកម្មភាពក្នុងសង្គមដូចថាគាត់ត្រូវតែទៅ volunteer ធ្វើការងារនៅកន្លែង restaurant ឬមួយក៏នៅក្នុងកន្លែងដូចថាទៅជួយបោសសម្អាតនៅកន្លែងទៅនេះកន្លែងទៅនោះអីចឹងណាធ្វើការងារសង្គមនិយាយរួមគឺធ្វើការងារសង្គមហើយអីបានគេធ្វើអញ្ចឹងគេធ្វើនេះគឺដើម្បីឲ្យពួកគាត់មានការចូលរួមនៅក្នុងសង្គមក៏ដូចជាមានតំណែងល្អក៏ដូចជាចង់ឲ្យគាត់ដឹងណាអំពីថាតើការងារគឺវាបែបណា
ដូចជាឧទាហរណ៍តែបើទោះជាគាត់កូនអ្នកមានប៉ុណ្ណាក៏ដោយដើម្បីគាត់អាចចូលទៅធ្វើការបានឬមួយក៏គាត់អាច apply ការងារទៅធ្វើនៅកន្លែងណាបានគឺគាត់ត្រូវចាប់ផ្ដើមពីទូចទៅគាត់ចាប់ផ្ដើមពីធ្វើការនៅ McDonald ខាងផ្នែកចម្អិនអាហារឬមួយក៏ខាងផ្នែកខាងលាងចានឬក៏ខាងផ្នែកខាងបោសសម្អាតអីផ្សេងៗទៀតអញ្ចឹងណាគេធ្វើនេះគឺគេគិតថាដើម្បីឲ្យកូនក្មេងឲ្យដឹងអំពីឲ្យយល់អំពីថាតើទុកលំបាកក៏ដូចជាការប្រឹងប្រែងតស៊ូរបស់អ្នកដែលតូចតាចហ្នឹងគឺវាបែបណាអញ្ចឹងណាកុំឲ្យថាដល់ពេលដែលថ្ងៃក្រោយទៅអ្នកទាំងអស់ហ្នឹងរៀនប៉ាកែបានធ្វើធំបានអីចឹងទៅភ្លេចណាឬមួយក៏មើលងាយអ្នកបោះសម្អាតឬមួយក៏រឿងមើលងាយជាងសំណង់ឬមួយក៏មើលងាយអ្នកដែលធ្វើការតូចតាចអីផ្សេងៗអញ្ចឹងណាឲ្យយល់ឲ្យធ្លាប់ធ្វើការងារទាំងអស់ហ្នឹងបានអ្នកទាំងអស់ហ្នឹងគឺអាចដឹងអំពីទុកលំបាករបស់អ្នកធ្វើការងារតូចៗផ្សេងៗទៀត